Chương xuaពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញពីកន្លែងធ្នាក់តាក់រយរបស់ខ្ញុំបន្តិចយើងមិនចាំបាច់មានសម្ភារៈអីដែលស្មុគស្មាញទេបងប្អូនសំខាន់គឺនេះធុងស្នោនេះធុងស្នោយើងកាត់មកយើងខ្លីមកអានេះប្រហែលជាចូលថា5-10 សង់ទីម៉ែត្រចា5-10 សង់ទីម៉ែត្រអញ្ចឹងយើងចំណីនេះយើងដាក់អញ្ចឹងខ្ញុំប្រាប់ម្ដងទៀតចំណីមានចេកក៏បានម្នាស់ជាទូទៅម្នាស់ហើយនឹងខ្នោហើយផ្លែឈើអីផ្សេងមកយើងកិនចូលគ្នាមកឬយើងច្បល់ចូលគ្នាជាដុំក៏បានហើយលាយមួយទៅដោះគោជូរបន្តិចមកណាបងដើម្បីបង្កើតជាក្លិនឲ្យវាឈ្ងុយហើយបើយើងមានផ្លែឈើច្រើនយើងដាក់មករឹតតែល្អអញ្ចឹងយើងដាក់អញ្ចឹងហើយអានេះស្បែកនេះគឺចាំបាច់ហ៎កុំឲ្យរុយនឹងចូលមកឲ្យឃើញមានរុយចូលមួយបាត់ហើយនេះអញ្ចឹងយើងចូលស្បែកមកក្របហើយយើងទាញឲ្យតឹងតិចមកអានេះខ្ញុំធម្មតាខ្ញុំទាញតឹងខ្ញុំមានដៃគោលអញ្ចឹងហើយមកយកឈើនេះអាស័យបានដាក់មកគូអញ្ចឹងមកហើយធ្នាក់របស់យើងនេះធ្នាក់ខ្ញុំបញ្ជាក់ម្ដងទៀតតាក់ទងនឹងធ្នាក់វីដេអូយើងវែងតិចតែចង់បញ្យល់បងច្បាស់ធ្នាក់គឺបែបនេះមិនថាទិញពីខ្ញុំឬក៏បងប្អូនធ្វើដោយខ្លួនឯងនេះយើងប្រើពពួកនេះចរនេះណាបងណាហើយរឹតចេញមកក្រៅចេះមកដើម្បីឲ្យវាកងទៅវាមានបឡោះតូចបឡោះហ្នឹងគឺរុយវាចូលចិត្តពងទៅក្នុងហ្នឹងហើយយើងរុំតែមួយបានហើយរុំតែមួយបានណារុំតែមួយអញ្ចឹងយើងរុំមួយដែរហើយពេលយើងដាក់យើងឆ្លាស់គ្នាបងប្អូនឃើញទេនៅពេលដែលយើងដាក់ឆ្លាស់គ្នាគឺវាបានរត់ប្រហោងស្មើអញ្ចឹងហើយបងប្អូនដាក់ទាំងពីរវាខាតព្រោះអានេះមួយដុំវា 7-8,000 ដែរអញ្ចឹងវាខាតហើយយើងរុំកស៊ូមកនៅពេលដែលបងប្អូនរុំកស៊ូហើយនេះបងប្អូនដាក់កងអញ្ចឹងមកកងមកណាកងលើអញ្ចឹងមកហើយបើសិនជាឈើរបស់យើងវែងឈើយើងវែងវាកស៊ូដែររឹតមួយមកហើយខ្ញុំប្រើពួកអាដៃគោនេះដើម្បីចន្លោះទុកចន្លោះប្រហោងរបស់វាអញ្ចឹងបងប្អូនបើវាវែងដាក់កងអញ្ចឹងមកលើអញ្ចឹងមករបស់ខ្ញុំនេះយើងវែងតិចមានវែងមានខ្លីអញ្ចឹងបើវាកងលើអាស្នោនឹងបានក៏កងទៅហើយបើអត់ទេកងលើនឹងមករបស់ខ្ញុំមិញនេះហ្នឹងហើយដាក់អញ្ចឹងមកបងប្អូននេះអានោះស្មើអញ្ចឹងនេះបងប្អូនមិនបាច់ឈឺក្បាលច្រើននេះឲ្យតែកងអញ្ចឹងមកវាមានប្រឡោះនេះប្រឡោះតិចនេះប្រឡោះតិចវាមានខ្យល់ចេញចូលហើយអញ្ចឹងអានេះវែងមួយទៀតអញ្ចឹងបងប្អូនឃើញទេនេះអញ្ចឹងវាកងមានប្រឡោះនេះខ្យល់ចេញចូលមកអានេះសល់មួយដុំអញ្ចឹងខ្ញុំដាក់នៅខាងនេះសល់មួយដុំអញ្ចឹងមួយឈុតដែលបងប្អូនទិញពីខ្ញុំគឺ 5-10 ដុំហើយខ្ញុំដាក់ប្រវែងរងរបស់ខ្ញុំនេះ2 ម៉ែត្រគុណនឹង4 ម៉ែត្រកម្ពស់1 ម៉ែត្រ 8អញ្ចឹងមួយថ្ងៃគឺមួយខាំហើយតកៅខ្ញុំអត់សូវច្រើនទេបងប្អូន1 2 3 4 5ខ្ញុំដាក់អញ្ចឹងអានេះអត់មានជាបន្ទប់ងងឹតអីទេគឺធម្មតាគាត់ថាខ្ញុំមានសពុតអានោះយើងប្រើតង់ផ្លាស្ទិកហើយខ្ញុំធ្វើរោងកោងតង់ផ្លាស្ទិករោងកោងអញ្ចឹងកន្លែងហ្នឹងគឺពលឺថ្ងៃគ្រប់គ្រាន់តែកន្លែងនេះយើងបាំងកន្លែងមកលុបមកហើយភ្លៀងឥឡូវមេឃពងភ្លៀងហើយថ្ងៃហ្នឹងថ្ងៃព្យុះទៀតអញ្ចឹងអត់មានប៉ះពាល់អីទេរោងរយនេះយើងបាញ់ទឹកធម្មតាបើខ្ញុំបាញ់មួយថ្ងៃ 3-4 ដងអញ្ចឹងណាហើយដោយសារនេះវានៅខាងក្រោមអញ្ចឹងខ្ញុំបាញ់ទៅវាដក់ទឹកនៅខាងក្រោមហ្នឹងអញ្ចឹងវាអត់អីទេអញ្ចឹងពេលថ្ងៃអីវាស្ងួតវាហួតទៅអានោះរុយងាប់ខ្ញុំអត់តន់បោះអញ្ចឹងបងប្អូនត្រូវបោះជាប្រចាំ2 ថ្ងៃ 3 ថ្ងៃបោះម្ដងបាទតកៅនេះប្រហែលជាចូល10 គីឡូជាងអញ្ចឹងខ្ញុំថែមអានេះអស់អញ្ចឹងទៅអស់ពេលវាញាស់អស់ខ្ញុំថែមអញ្ចឹងយើងមើលអាណាវានៅវាអត់តន់ញាស់អស់ដូចអានេះអត់តន់ញាស់អស់អាណាញាស់អស់យើងប្រមូលថែមជាប្រចាំអញ្ចឹងទៅបងប្អូនបានពងរុយជាប្រចាំអរគុណច្រើនបាទអញ្ចឹងតកតងអានេះបងប្អូនយល់ហើយណាបើស្មើនេះក៏ដាក់ស្មើអញ្ចឹងទៅហ្នឹងហើយបើអត់ទេយើងដាក់ចេះមកណាអត់អីទេអញ្ចឹងបងប្អូនមើលវីដេអូនេះបាន1 ដងឬ 2 ដងឲ្យយល់អត់យល់សួរខ្ញុំបាន